យើងដឹងហើយថាព្រះច័ន្ទវិលជុំវិញផែនដីបានជះឥទ្ធិពលជាច្រើនដោយក្នុងនោះបានជះឥទ្ធិពលដល់ខ្យល់បង្កើតបានជាអាកាសធាតុហើយខ្យល់ទាំងនោះមានដូចជាខ្យល់ប្រចាំទីនិងតំបន់ចំពោះខ្យល់ប្រចាំទីមានពីរប្រភេទគឺ1ខ្យល់ជំនោរសមុទ្រដែលកើតឡើងនៅពេលថ្ងៃគឺខ្យល់នៃផ្ទៃដីកើនកម្ដៅក្តៅជាងខ្យល់នៅលើផ្ទៃទឹកសមុទ្រដោយខ្យល់នៅលើផ្ទៃដីក្តៅហើយរីកមាឌស្រាលនាំឲ្យវាស្ទុះឡើងលើបង្កើតបានជាតំបន់សម្ពាធខ្សោយឯខ្យល់នៅលើផ្ទៃទឹកត្រជាក់ហើយធ្ងន់នាំឲ្យវាធ្លាក់ចុះបង្កើតបានជាតំបន់សម្ពាធខ្លាំងដូចនេះខ្យល់ត្រជាក់បក់ទៅជំនួសខ្យល់ក្តៅដែលស្ទុះឡើងលើនោះ2ខ្យល់ជំនោរសមុទ្រកើតឡើងនៅពេលយប់គឺផ្ទៃដីចុះត្រជាក់លឿនជាងផ្ទៃទឹកសមុទ្រដែលខ្យល់ក្តៅនៅលើផ្ទៃទឹកស្រាលនាំឲ្យវាស្ទុះឡើងលើបង្កើតបានជាតំបន់សម្ពាធខ្សោយឯខ្យល់ត្រជាក់នៅលើផ្ទៃដីធ្ងន់នាំឲ្យវាធ្លាក់ចុះបង្កើតបានជាតំបន់សម្ពាធខ្លាំងដូចនេះខ្យល់ត្រជាក់បក់ទៅជំនួសខ្យល់ក្តៅដែលស្ទុះឡើងលើនោះចំណែកឯខ្យល់បក់ប្រចាំតំបន់មានការប្រែប្រួលសីតុណ្ហភាពក្នុងតំបន់ធំផ្ទុយពីខ្យល់បក់ប្រចាំទីឧទាហរណ៍ខ្យល់មូសុងដែលវាមានមូសុងប្រាំងនិងមូសុងវស្សា